បងប្អូនថ្ងៃនេះជួបជាមួយខ្ញុំលោកគ្រូរស់ចាំងគីខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយនឹងចំណីបន្តិចពាក់ព័ន្ធជាមួយនឹងចំណីកូនជ្រូកតើយើងគួរជ្រើសរើសចំណីកូនជ្រូកបែបណាហើយតើយើងគួរកត់សម្គាល់ចំណីកូនជ្រូកបែបណាដើម្បីធ្វើឲ្យកូនជ្រូកដែលយើងបរិញ្ញាស៊ីឬក៏ម្លងធ្វើដែលក្រោយធ្វើផ្ដាច់ដោះហ្នឹងកូនជ្រូកយើងនៅតែទទួលបានការលូតលាស់ជាពិសេសมันមានជួបប្រទះនៅបញ្ហារាគហើយវាជារឿងដែលសំខាន់ណាស់បើសិនជាបងប្អូនมันបានស្វែងយល់ឲ្យស៊ីជម្រៅឬក៏បងប្អូនធ្វើបង្ងើយកតោឲ្យពាក់ព័ន្ធជាមួយនឹងការផ្ដល់ចំណីកូនជ្រូកដែលមានតម្លៃថោកដែលបងប្អូនគិតថាបងប្អូនចំណេញបែរជាមានផលប៉ះពាល់ទៅឲ្យកូនជ្រូកស៊ីទៅមានបញ្ហារាគហើយឬក៏បញ្ហាស៊ីទៅវាមិនស្ទុះមិនធំមិនលឿនឬក៏វាស៊ីទៅវាក្រិនណាអញ្ចឹងចំណុចដែលបងប្អូនគួរតែពិចារណាហើយគួរតែតាមដានទាំងអស់គ្នាទី1ចំណីខ្លះគឺស៊ីទៅជុកស៊ីអត់ស្ទុះទេប៉ុន្តែធំតែក្បាលពោះមានន័យថាស៊ីមិនស្ទុះហើយធំតែក្បាលពោះហើយសបល់វាអត់ថ្លាអាហ្នឹងក៏យើងចាត់ទុកថាជាចំណីដែលមិនសូវល្អដែរទី2ពាក់ព័ន្ធជាមួយនឹងចំណីដែលស៊ីទៅរាគហ្មងមានន័យថាពេលដាក់ឲ្យស៊ីគឺរាគអាកាសធាតុប្រែប្រួលតិចតួចបូកជាមួយនឹងចំណីមិនសូវល្អសំណាងខ្ពស់របស់ចំណីវាធ្វើឲ្យកូនជ្រូកនោះវារាគអញ្ចឹងបញ្ហាហ្នឹងយើងគួរតែប្រុងប្រយ័ត្នសម្រាប់កូនជ្រូកដែលមានបញ្ហារាគទាំងអស់ហ្នឹងណាអញ្ចឹងទី3ចំណីដែលស៊ីទៅដាក់ច្រើនមានន័យថាកូនជ្រូកស៊ីច្រើនបែរជារាគដែរអញ្ចឹងអាបញ្ហាដែលស៊ីច្រើនវាចេះតែរាគអាហ្នឹងក៏ចំណីយើងមិនសូវជាគុណភាពល្អប្រហែលដែរតែអ្វីដែលបងប្អូនគួរតែចាប់អារម្មណ៍ហើយបងប្អូនគួរតែជ្រើសរើសយកនោះគឺចំណីដែលឲ្យស៊ីมันមានបញ្ហារាគហើយបែរជាពណ៌ស្បល់ថ្លាហើយស្ទុះលឿនដែលបងប្អូនអាចតាមដានបានព្រោះបងប្អូនអ្នកចិញ្ចឹមគឺងាយនឹងតាមដានណាជាមួយនឹងចំណីទាំងអស់ហ្នឹងអញ្ចឹងខុសតម្លៃគ្នាតិចតួច4-5,000 6,000អីបងប្អូនគួរណាស់គួរតែផ្ដល់ចំណីដែលមានគុណភាពល្អទៅដើម្បីកុំឲ្យកូនជ្រូកយើងវាក្រិនកុំឲ្យកូនជ្រូកយើងជួបប្រទះនៅបញ្ហារាគហើយយើងចង់ឲ្យកូនជ្រូកយើងស្ទុះលឿនល្អអញ្ចឹងទៅពេលដែលយើងចិញ្ចឹមតរការជ្រូកសាច់វាកាន់តែល្អបន្ថែមអញ្ចឹងជាការសំណូមពររបស់ខ្ញុំវិញគឺចង់ឲ្យបងប្អូនជ្រើសរើសចំណីដែលប្រកបដោយគុណភាពដើម្បីជាប្រយោជន៍ទៅដល់កូនជ្រូកដែលស៊ីទៅមិនរាគជ្រូកស៊ីទៅស្ទុះល្អពណ៌សម្បល់ថ្លាស៊ីមួយថ្ងៃប្លែកមួយថ្ងៃស៊ីមួយថ្ងៃប្លែកមួយថ្ងៃណាអញ្ចឹងបងប្អូនអាចជ្រើសរើសយកចំណីដែលមានគុណភាពល្អចំណីដែលស៊ីទៅមិនរាគគឺចំណី AG-Fit 861អាហ្នឹងបងប្អូនអាចសាកបានតែបើសិនបងប្អូនមានជំរើសផ្សេងបងប្អូនក៏ទៅតាមជំរើសបងប្អូនចោះណាអញ្ចឹងបើមានចម្ងល់ឬក៏មានបញ្ហាបងប្អូនអាចទាក់ទងបានបន្ថែមបាទអរគុណច្រើនបាទ